នៅឆ្នាំ2020ខ្ញុំនិងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តខ្ញុំមិនអាចចាំច្បាស់ថាយើងទៅណាទេខ្ញុំចាំតែឆ្លងកាត់វាលខ្សាច់នៅពេលនោះការភ្ញាក់ផ្អើលរបស់ខ្ញុំវាលខ្សាច់មិនក្តៅដូចខ្ញុំបានគិតទេខ្ញុំថែមទាំងមានអារម្មណ៍ថាខ្ញុំអាចស្នាក់នៅទីនោះបាន2 3ថ្ងៃទៀតការធ្វើដំណើរគឺវែងនៅពេលនោះខ្ញុំមានអាយុប្រហែល9ឆ្នាំខ្ញុំបានដេកលក់នៅក្នុងឡាននៅពេលដែលឪពុកម្ដាយរបស់ខ្ញុំដាក់ខ្ញុំនៅខាងក្រៅរថយន្តខ្សាច់ពណ៌លឿងនៅតែលាតសន្ធឹងឥតឈប់ឈរខ្ញុំបានសួរម្ដាយរបស់ខ្ញុំថាហេតុអ្វីបានជាយើងឈប់នៅទីនេះគាត់បាននិយាយថាគាត់នឹងនាំខ្ញុំទៅមើល fossil dinosaur យើងបានដើរតាមផ្លូវមានស្ពាងខ្សាច់នៅខាងមុខជីតាកំពុងលបួងខ្ញុំដោយចិត្តណាពួកគេនិយាយថាមានពស់ចឹកនៅទីនេះវាអាចលោតនឹងខំមនុស្សខ្ញុំភ័យស្លន់ស្លោភ្លាមស្ពាងខ្សាច់នេះមានកម្ពស់ប្រហែល6 ឬ 7 ម៉ែត្រខ្ញុំបានដើរតាមពីក្រោយគ្រួសាររបស់ខ្ញុំពួកគេឈប់ដើរខ្ញុំចង់ឃើញទេសភាពជុំវិញខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំមើលទៅក្រោមគាត់កកទាំងស្រុងខាងក្រោមនេះជាសត្វមនុស្សមានកម្ពស់ជាង2 ម៉ែត្រស្បែករបស់គាត់ស្លេកដូចថ្មធប់វាដូចជាធ្វើពុតជាអ្នកដតីខ្នងរបស់គាត់បានទ្រុឌទ្រោមហើយមើលទៅហាក់ដូចជាគាត់មិនបានញ៉ាំច្រើនថ្ងៃមកហើយឆ្អឹងខ្នងលាតសន្ធឹងគាត់ដើរយឺតណាស់វាស្រាលណាស់ដែលវាហាក់ដូចជាគេមិនបានចាប់អារម្មណ៍យើងផងភ្នែករបស់គាត់ត្រូវបានតម្រង់ទៅខាងមុខដូចជាប្រសិនបើត្រូវបានគូដោយអ្វីមួយខ្ញុំបានឈរនៅទីនោះខ្ញុំមើលគាត់ដើរទៅមុខមួយជំហានបើកភ្នែកធំភាពងុយគេងរបស់ខ្ញុំបានបាត់ទៅហើយបង្វែរក្បាលខ្ញុំទៅមើលគ្រួសារខ្ញុំស្ទើរតែទៅដល់ត្រើយម្ខាងនៃស្ពានខ្ញុំបានរត់តាមគាត់យ៉ាងលឿនសត្វនោះនៅក្នុងគំនិតខ្ញុំពេញមួយផ្លូវខ្ញុំមិនចាប់អារម្មណ៍ក្នុងការមើល fossil dinosaur តតែសោះឪពុកម្ដាយត្រូវតែភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះខ្ញុំពិតជាស្រឡាញ់ថ្មនិង fossil ទោះជាយ៉ាងណាលើកនេះខ្ញុំមិនមានការចាប់អារម្មណ៍ជាដាច់ខាតធម្មជាតិខ្ញុំយឺតក្នុងប្រតិកម្មខ្ញុំនៅក្មេងនៅពេលនោះខ្ញុំពិតជាមិនដឹងថាត្រូវប្រតិកម្មយ៉ាងណាទេខ្ញុំមិនដឹងថាគួរប្រាប់អ្នកណាទេឥឡូវនេះខ្ញុំធំឡើងទាំងអស់មានតែពេលនោះទេដែលខ្ញុំដឹងនោះប្រហែលជាប្រភេទសត្វរឿងព្រេងនិទានខ្ញុំនៅតែមិនអាចបំភ្លេចបទពិសោធន៍នោះរហូតមកដល់សប្តាហ៍នេះខ្ញុំសូមបន្ថែមព័ត៌មានលម្អិតមួយចំនួនអំពីអ្វីដែលសត្វនោះមើលទៅដៃរបស់គាត់វែងណាស់ស្ទើរតែប៉ះដីក្រញាំជើងគឺមុតស្រួចណាស់ហើយជើងក្រោយគឺដូចមនុស្សនឹងឆ្កែនៅពេលដើរដៃបង្វិលក្នុងទីដែលផ្ទុយទៅនឹងជើងវាមើលទៅស្រដៀងនឹងអេរយាប័តដើររបស់មនុស្សគាត់ហាក់ដូចជាគ្មានត្រចៀកខ្ញុំក៏មើលមុខគាត់មិនច្បាស់ដែរខ្ញុំឆ្ងល់ថាតើវាមានច្រមុះនឹងភ្នែកពេលនោះខ្ញុំឆ្ងល់ថាតើខ្ញុំអានខុសឬអត់តើអ្នកត្រូវកម្ដៅថ្ងៃទេយើងទើបតែចុះពីឡានក្រុងព្រះអាទិត្យមិនចាំងយូរទេហើយខ្ញុំមិនដែលទទួលរងការសំរិនទេប្រសិនបើអ្នកដឹងថានោះជាអ្វីសូមប្រាប់ខ្ញុំចង់បញ្ជាក់ប្រហែល1 ឬ 2 ខែមុនខ្ញុំបានជួបរឿងចម្លែកមួយព្រោះបន្ទប់ខ្ញុំអត់មានទូរទស្សន៍ខ្ញុំចូលចិត្តទៅមួយគេងពេលមើលទូរទស្សន៍ដូច្នេះខ្ញុំដាក់ពុកជាមូលដ្ឋានក្នុងបន្ទប់រាល់យប់ខ្ញុំបានដេកនៅម៉ោង 12:30 នាទីថ្ងៃមួយខ្ញុំមិនទាន់គេងទេទូរទស្សន៍បើខ្ញុំកំពុងជែកជាមួយមិត្តប្រុសរបស់ខ្ញុំពេលកំពុងមើលវីដេអូខ្លីទីតាំងដេករបស់ខ្ញុំបែរមុខទៅបន្ទប់គេងរបស់ម្ដាយខ្ញុំប៉ុន្តែខ្ញុំមើលមិនឃើញក្រែម្ដាយខ្ញុំទេមានតែទូខោអាវប៉ុណ្ណោះដែលអាចមើលឃើញទូទស្សន៍និងទូទស្សន៍បានដាក់នៅជញ្ជាំងខាងឆ្វេងមានតែផ្នែកតូចមួយនៃក្រែឪពុកម្ដាយរបស់ខ្ញុំប៉ុណ្ណោះដែលអាចមើលឃើញនៅខាងស្ដាំខ្ញុំផ្ញើសារទៅមិត្តប្រុសរបស់ខ្ញុំហើយសាច់ដាក់ខ្លួនឯងសំឡេងចុងក្រោយនោះជាសំឡេងម៉ាក់ហៅវីដេអូទៅប៉ាមិនយូរប៉ុន្មានខ្ញុំយឺសំឡេងដូចម្ដាយខ្ញុំយំខ្ញុំខ្មាស់គេបន្តិចខ្ញុំខ្មាស់អៀនខ្លាំងណាស់ក្នុងការសួរឪពុកម្ដាយរបស់ខ្ញុំថាមានអ្វីកើតឡើងគាត់គ្រាន់តែអង្គុយស្ងៀមស្ដាប់ដំបូងខ្ញុំសង្ស័យថាតើវាពិតជាម្ដាយខ្ញុំយំឬអត់តើមានអ្វីកើតឡើងចំពោះប៉ាដើម្បីបញ្ជាក់ខ្ញុំបានបិទកម្រិតសំឡេងទូរទស្សន៍ដាក់ទូរស័ព្ទរបស់អ្នកចុះហើយស្ដាប់ដោយយកចិត្តទុកដាក់ការយំកាន់តែច្បាស់និងកាន់តែច្បាស់ខ្ញុំប្រកាសថាម្ដាយខ្ញុំយំផ្ញើសារទៅមិត្តប្រុសរបស់អ្នកឲ្យបានលឿនខ្ញុំលឺម្ដាយខ្ញុំយំតើខ្ញុំគួរធ្វើអ្វីគាត់ប្រាប់ខ្ញុំឲ្យទៅជួបម្ដាយខ្ញុំស្ទាក់ស្ទើរសួរគាត់ថាចង់ទៅមែនទេសំឡេងយំក៏មកពីចិត្តនិងឆ្ងាយខ្ញុំមិនប្រកាសថាវាជាការពិតទេប៉ុន្តែគាត់បានបន្តបញ្ចុះបញ្ចូលខ្ញុំនៅតែសម្រេចចិត្តទៅមើលខ្ញុំក្រោកពីពូកដើរទៅទ្វារបន្ទប់ទឹកក្បែរបន្ទប់គេងរបស់ម៉ាក់ខ្ញុំឈរនៅមាត់ទ្វារហើយស្ដាប់ដោយមិនចូលការយំពេលនេះកាន់តែច្បាស់ខ្ញុំប្រមូលភាពក្លាហានរបស់ខ្ញុំហើយមើលទៅក្នុងបន្ទប់គេងរបស់ម្ដាយខ្ញុំប៉ុន្តែខ្ញុំបានឃើញម្ដាយរបស់ខ្ញុំកំពុងដេកលក់យ៉ាងស្រួលនាងនៅតែស្រមុកយ៉ាងស្រទន់ភាពត្រជាក់បានរត់ចុះមកឆ្អឹងខ្នងរបស់ខ្ញុំតែសំឡេងយំនោះជាអ្វីតើខ្ញុំកំពុងតែឆ្ងល់ទេខ្ញុំបានត្រឡប់ទៅពូកវិញប្រាប់មិត្តប្រុសរបស់អ្នកម៉ាក់របស់អ្នកកំពុងគេងគាត់មិនយំទេព្រោះគាត់មិនជឿលើខ្មោចនិងព្រះពួកគេនិយាយថាខ្ញុំប្រហែលជាងុយដេកពេកហើយវង្វេងស្មារតីប៉ុន្តែខ្ញុំមានក្បាលច្បាស់ណាស់នៅពេលនោះខ្ញុំបានស្ដាប់ជាច្រើននាទីវាពិតជាមិនមែនជាការបំផន់ទេខ្ញុំបានត្រឡប់ទៅពូកវិញការយំបានឈប់ទាំងស្រុងខ្ញុំឆ្ងល់ថាតើវាអាចទៅរួចទេដែលថាម៉ាក់ពិតជាយំកាលពីមុនពេលឃើញខ្ញុំគេមានអារម្មណ៍ខ្មាស់អៀនពេកមិនឈប់ហើយធ្វើពុតជាដេកលក់នៅព្រឹកបន្ទាប់ខ្ញុំបានសួរម្ដាយខ្ញុំដោយផ្ទាល់ថាតើយប់មិញកូនយំទេម៉ាក់មើលទៅឆ្ងល់ហើយនិយាយថាទេតើមានអ្វីកើតឡើងខ្ញុំបានប្រាប់គាត់អំពីយប់មិញម្ដាយរបស់ខ្ញុំក៏មាននាមត្រកូល Gation ដែរហើយខ្ញុំក៏ភ្ញាក់ផ្អើលដែរគាត់បានធានាម្ដងហើយម្ដងទៀតប្រសិនបើអ្នកពិតជាយំឬឆ្លុះជាមួយប៉ារបស់អ្នកប្រកាសជានឹងប្រាប់ខ្ញុំរហូតមកដល់ពេលនេះខ្ញុំនៅតែមិនអាចយល់បានតើការយំនោះមកពីណានៅយប់នោះគាត់ស្ដាប់ទៅពិតជាល្អណាស់វាមិនអាចជាការស្រមើស្រមៃរបស់ខ្ញុំទេកាលខ្ញុំនៅតូចជីដូនរបស់ខ្ញុំបានមើលថែខ្ញុំខណៈដែលឪពុកម្ដាយរបស់ខ្ញុំនៅធ្វើការខ្ញុំនិងបងប្អូនគ្រាន់តែលេងប្រដាប់ក្មេងលេងជារៀងរាល់ថ្ងៃទៅដើរលេងនៅទីលានសង្កាត់បន្ទាប់មកមានការមើលភាពយន្តយើងមើលកុនជារៀងរាល់ថ្ងៃមុនពេលអាហារថ្ងៃត្រង់នោះគឺជាសម័យនៃ DVD ខ្ញុំចាំបាននៅភាពយន្តមួយដែលមានឈ្មោះថា The Cat in the Hat ជាពិសេសខ្ញុំចូលចិត្តមើលខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងខ្ញុំបានមើលវារាប់មិនអស់ប្រហែលជាខ្ញុំបានមើលវាច្រើនដងពេកយប់មួយខ្ញុំមានសុបិនមួយក្នុងសុបិនខ្ញុំនៅផ្ទះរបស់ខ្ញុំប៉ុន្តែវាមិនមានអារម្មណ៍ដូចជាផ្ទះទេកាន់តែដូចក្លឹបហើយវាជាក្លឹបរបស់ឆ្មាពីខ្សែភាពយន្តនោះខ្ញុំមានភាពសប្បាយរីករាយជាច្រើននៅខាងក្នុងខ្ញុំក៏បានញ៉ាំអាហារសម្រន់ឆ្ងាញ់ជាច្រើនខ្ញុំស្រេកទឹកពេលកំពុងលេងខ្ញុំបានទៅផ្ទះបាយដើម្បីយកទឹកខ្លះចូលផ្ទះបាយខ្ញុំបានឃើញឆ្មាពាក់មួកពេកលើដីខ្ញុំយកទឹកហើយរៀបចំត្រឡប់ទៅសាលខាងមុខវិញប៉ុន្តែខ្ញុំបានជន់កន្ទុយវាដោយចៃដន្យខ្ញុំទើបតែដឹងថាខ្ញុំធ្វើខុសបន្ទាប់មកខ្ញុំបានឃើញមុខឆ្មាផ្លាស់ប្ដូរភ្នែករបស់គាត់បានប្ដូរពីរាងមូលទៅដូចមនុស្សប៉ុន្តែកូនសិស្សនៅតែត្រូវបានបង្កើតឡើងពីគីថុនឆ្មាស្នាមញញឹមដើមប្រែទៅជាញញឹមធំទូលាយបង្ហាញធ្មេញមុតស្រួយខ្ញុំមិនទាន់មានប្រតិកម្មនៅឡើយទេគាត់បានគ្រវីក្បាលដាក់ខ្ញុំប្រញាប់រត់ចូលតាមច្រករបៀងខ្ញុំបានបន្តមើលក្រោយពេលខ្ញុំរត់គាត់នៅតែតាមខ្ញុំបានរត់ចូលទៅក្នុងបន្ទប់គេងរបស់ឪពុកម្ដាយខ្ញុំគាត់បានរកឃើញថាខ្លួនគាត់បានជ្រុងចម្លែកមានពីងមួយនៅក្នុងបន្ទប់ឪពុកម្ដាយខ្ញុំដោយភ័យស្លន់ស្លោមួយសន្ទុះខ្ញុំបានចាប់សណ្ដែកមួយមកបោះទៅលើពួកគេវាបានវាយគាត់ត្រង់ថ្ងាសរបស់គាត់បានបើកចំហូតឈាមគាត់សម្លឹងមកខ្ញុំបើកភ្នែកធំរូបរាងនៃមាត់របស់គាត់ហាក់ដូចជាគាត់មករកអ្នកគឺប្រយោគនេះខ្ញុំភ្ញាក់ឡើងភ្លាមខ្ញុំបានឃើញខ្លួនឯងដេកលើគ្រែពីរក្នុងបន្ទប់បងប្រុសរបស់ខ្ញុំកំពុងដេកលក់នៅទីនោះសប្តាហ៍បន្ទាប់ខ្ញុំមានការសង្ស័យខ្លាំងណាស់ខ្ញុំបន្តយឺសំឡេងច្រេះ
ពីគុំពោតមានសំឡេងតិចនៅខាងក្រៅបង្អួចខ្ញុំក៏បានឃើញស្រមោលសខ្មៅដែរក្រៅពីទាំងនេះជីវិតនៅតែមានលក្ខណៈធម្មតាប៉ុន្តែបន្ទាប់មកមានអ្វីមួយបានកើតឡើងខ្ញុំនៅតែញាប់ញ័រពេលខ្ញុំគិតអំពីវាឥឡូវនេះថ្ងៃនោះខ្ញុំទៅផ្ទះបងប្អូនពេលខ្ញុំចូលទៅក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំឃើញជណ្ដើរយន្តឡើងពីបន្ទប់ក្រោមដីមានបង្អួចវែងមួយនៅចំកណ្ដាលទ្វារជណ្ដើរយន្តតើអ្នកអាចដឹងថាមាននរណាម្នាក់នៅខាងក្នុងទេវាក៏ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការហៅរកជំនួយក្នុងករណីមានគ្រោះថ្នាក់នៅពេលជណ្ដើរយន្តឡើងខ្ញុំបានមើលតាមបង្អួចខ្ញុំបានឃើញអ្វីមួយដែលគួរឲ្យភ័យខ្លាចបំផុតវាជាឆ្មាដែលពាក់មួកលើកនេះគាត់មិនបានពាក់មួកឆ្នូតហត្ថលេខារបស់គាត់ទេហើយវាខ្ពស់ជាងក្នុងសុបិនរបស់ខ្ញុំទៅទៀតប្រហែលម៉ោងរ៉ែថ្មខៀវស្នាមញឹមដ៏ធំនៅលើមុខរបស់គាត់ការលាតសន្ធឹងពីត្រចៀកមួយទៅត្រចៀកមួយទៀតខ្ញុំនឹងភ័យណាស់ខ្ញុំនឹងមិនអាចស្រែកបានបន្ទាប់ពីជណ្ដើរយន្តឆ្លងកាត់កន្លែងទទួលភ្ញៀវខ្ញុំបានងាកហើយរត់ខ្ញុំបានរត់ពេញផ្លូវទៅផ្ទះខ្ញុំបានប្រាប់អ្នកផ្សេងទៀតអំពីរឿងនេះគេក៏ថាខ្ញុំកុហកដែរឬនិយាយថាខ្ញុំកំពុងស្រមើស្រមៃនិយាយឲ្យត្រង់ទៅខ្ញុំមិនបន្ទោសពួកគេទេចាប់តាំងពីពេលនោះមកខ្ញុំមិនដែលឃើញគាត់ម្ដងទៀតក្នុងជីវិតពិតឬតាមកញ្ចក់ទូរទស្សន៍ទេឆ្លងកាត់ដោយឆ្មាពាក់មួកខ្ញុំក៏បានផ្លាស់ទៅកាលពីប៉ុន្មានឆ្នាំមុន9ឆ្នាំបានកន្លងផុតទៅខ្ញុំចាប់ផ្ដើមជឿថាវាគ្រាន់តែជាការយល់ច្រឡំរបស់ខ្ញុំប៉ុន្តែកាលពីម្សិលមិញស្រាប់តែមានសំឡេងមួយលេចមកក្នុងក្បាលខ្ញុំឆ្មាពាក់មួកនឹងបំផ្លាញខួរក្បាលរបស់អ្នកខ្ញុំបានចែករំលែកវាខ្ញុំគ្រាន់តែចង់ដឹងតើខ្ញុំបានឃើញអ្វីពិតប្រាកដនៅថ្ងៃនោះវាច្បាស់ជាមិនមែនឆ្មាពាក់មួកទេនោះនឹងជាសត្វចម្លែកតើវាជាបិសាចឬអ្វីដែលគួរឲ្យខ្លាចជាងនេះ